សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចន្ទធីកូនខ្មែររស់នៅប្រទេសហូឡង់ចាបងប្អូននេះគឺជាទស្សនវិជ្ជានៃទីក្រុង Antwerpen ប្រទេសបែលហ្សិកបងប្អូនចាខ្ញុំទៅកាលពីថ្ងៃបុណ្យព្រះមហាក្សត្ររបស់ប្រទេសហូឡង់ណាបងប្អូនចាដោយសារតែនៅប្រទេសហូឡង់នេះថ្ងៃទី27រៀងរាល់ខែ4រៀងរាល់ឆ្នាំបងប្អូនគឺគេតែងតែប្រារព្ធធ្វើពិធីបុណ្យព្រះមហាក្សត្រណារំលឹកខួបកំណើតគាត់ណាចាហើយនៅនេះគឺវាមានភាពអ៊ូអរខ្លាំងចាអញ្ចឹងហើយពួកខ្ញុំក៏នាំគ្នារកកន្លែងណារៀងវាអត់សូវមានមនុស្សអញ្ចឹងណាបងប្អូនចាប៉ុន្តែទៅបែលហ្សិកនេះហើយនឹងក៏នៅតែមនុស្សច្រើនដែរបងប្អូនចាហើយសូមជម្រាបជូនពុកម៉ែបងប្អូនទាំងអស់ថានៅថ្ងៃបុណ្យព្រះមហាក្សត្រចាយើងជាប្រជាជនធម្មតាហ្នឹងអាចយករបស់របរទៅលក់ដាក់ឥតគិតថ្លៃកន្លែងដែលយើងដាក់លក់ហ្នឹងណាបងប្អូនចាគឺគេមានឲ្យមួយថ្ងៃយើងមានរបស់អីយកទៅដាក់លក់ដាក់ទៅគេអត់គិតលុយទេបងប្អូនចាអរគុណជំរាបលាបងប្អូនសុខសប្បាយ